សម្ដែងត្រីសក្តាបើកបកក្រោមឥទ្ធិពលគ្រឿងញៀនបានកិនក្មេងស្រីម្នាក់ស្លាប់និងម្ដាយរងរបួសធ្ងន់នៅខណ្ឌសែនសុខរាជធានីភ្នំពេញបុរសម្នាក់ត្រូវបានគេស្គាល់ថាជាតារាសម្ដែងឈ្មោះត្រីសក្តាបានបើករថយន្តមួយគ្រឿងឲ្យកិនក្មេងស្រីម្នាក់ស្លាប់និងម្ដាយរងរបួសធ្ងន់ហើយហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី7 ខែសីហាឆ្នាំ2026នេះតាមបណ្ដោយផ្លូវ598ស្ថិតក្នុងសង្កាត់ភ្នំពេញ3ខណ្ឌសែនសុខរាជធានីភ្នំពេញបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាដំបូងឡើងគេឃើញរថយន្តមួយគ្រឿងម៉ាក BYD ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2CR 4874បើកបរដោយបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងឈ្មោះត្រីសក្តាហើយពេលដែលកំពុងបើកបរនោះស្រាប់តែរថយន្តខាងលើឈប់ហើយអ្នកបើកបរបែរជាដេកលង់លក់ទាំងដៃកំពុងកាន់ចង្កូតឡានហើយក្រោយមកសមត្ថកិច្ចដែលនៅក្បែរនោះក៏បានទៅពុះទ្វារកញ្ចក់រថយន្តដើម្បីហៅអ្នកបើកបរស្រាប់តែអ្នកបើកបររថយន្តថយទៅក្រោយនិងជ្រុលទៅបុកម៉ូតូ2គ្រឿងនិងកិនម៉ូតូមួយគ្រឿងអូសកាប់ឡើងចិញ្ចើមផ្លូវបណ្ដាលឲ្យអ្នកជិះម៉ូតូ2នាក់ម្ដាយនិងកូនបានរងរបួសធ្ងន់ផងដែរហើយជាអកុសលនៅពេលបញ្ជូនទៅមន្ទីរពេទ្យកូនស្រីវ័យត្រឹមតែ13ឆ្នាំបានបាត់បង់ជីវិតនៅតាមផ្លូវបាត់ទៅហើយខណៈម្ដាយកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ហើយភ្លាមនោះអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចគាត់ខ្លួននិងពិនិត្យរកឃើញសារធាតុញៀននៅក្នុងខ្លួនផងដែរហើយសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថាអ្នកបើកបររថយន្តបង្កខាងលើស្ថិតក្នុងឥទ្ធិពលនៃគ្រឿងញៀនហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យជនរងគ្រោះស្លាប់និងរងរបួសធ្ងន់ហើយសូមបញ្ជាក់ផងដែរថាលោកឧត្តមសេនីយ៍ទូលហេរតនាស្នងការទទួលផែនចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី8 ខែសីហាឆ្នាំ2026នេះបានបញ្ជាក់នៅលើ Facebook ថាមេធាវីប្រចាំផែននគរបាលចរាចរណ៍បានដាក់ពាក្យបណ្ដឹងបន្ថែមដើម្បីការពារក្តីជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នេះផងដែរហើយបច្ចុប្បន្ននេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់